Chef Su ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើម្ហូបដោយប្រើប្រាស់ផលិតផលគុណភាពស្តង់ដារជប៉ុន Mac Top Value ដែលជាយហោផ្ដាច់មុខរបស់ Eon ហើយយើងក៏មានការចូលរួមពីចុងភៅដល់ចំណានមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើម្ហូបនេះផងដែរសូមស្វាគមន៍ឆែហេងហេងឆែហើយឆែអូនៅនេះហ៎ខ្ញុំមិនដងនៅខាងក្រោយអាហៅខ្ញុំ chef អូ chef អូខេ chef ជំរាបសួរចាchef សូមណែនាំខ្លួនបន្តិចបានទេចាបាទខ្ញុំ chef ហេងខ្ញុំមានបទពិសោធន៍ក្នុងការចម្អិនម្ហូបអស់រយៈពេល1អាទិត្យ1ឆ្នាំចា1ឆ្នាំបាទខ្ញុំបើសម្រាប់ពីការចម្អិនម្ហូបវិញខ្ញុំធ្លាប់ចម្អិនជូនទៅដល់ម៉ាក់របស់ខ្ញុំប៉ារបស់ខ្ញុំបងប្អូនរបស់ខ្ញុំអូចាពិតជាមានបទពិសោធន៍ល្អមែនចាហើយថ្ងៃនេះ chef មានមុខម្ហូបអ្វីដើម្បីមកបង្ហាញទស្សនិកជនដែរចាថ្ងៃនេះខ្ញុំនឹងចម្អិនមុខម្ហូបមួយមុខដែលមានឈ្មោះថាស៊ុបស៊ីជូសាច់គោដែលប្រើប្រាស់ផលិតផល Top Value អូវ៉ាវតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាឃើញថាគ្រឿងផ្សំរបស់យើងគឺបានរៀបចំរួចអស់ហើយអញ្ចឹង chef អាចប្រាប់បន្តិចបានទេថាគ្រឿងផ្សំរបស់យើងក្នុងថ្ងៃនេះគឺមានអ្វីខ្លះដែរបាទសម្រាប់គ្រឿងផ្សំនៅក្នុងថ្ងៃនេះគឺយើងមានដូចជាសាច់គោការ៉ុតដំឡូងបារាំងជាមួយនឹងខ្ទឹមបារាំងហើយអ្វីដែលយើងមកភ្លេចអត់បានគឺដុំស៊ុបស៊ីជូផលិតផល Mac Top Value វ៉ាតោះចាប់ដើមឥឡូវនេះយើងចាប់ដើមបង្កាត់ភ្លើងសិនអូសំទោសចង្ក្រាននេះគឺជាចង្ក្រានអគ្គិសនីឥឡូវនេះយើងចាប់ដើមដាក់ឆ្នាំងទាំងអស់គ្នាឆ្នាំងទៅណាជំនួយការនេះពិតជាល្អមែនអូខេយើងដាក់ឆ្នាំងហើយបន្ទាប់មកយើងរងចាំឲ្យឆ្នាំងក្តៅក៏ដូចជាចង្ក្រានធ្វើការដំណើរការចាឆេះបាក់ភ្លើងเลยចាខ្ញុំមានការវល់ខ្ញុំទៅចាជួយដាក់ដូចចាបាទឥឡូវនេះគឺយើងចាប់ដើមបើកចង្ក្រានទាំងអស់គ្នាអូខេចាអូខេយើងរងចាំវាដើម្បីឲ្យវាក្តៅសិនបន្ទាប់ពីឆ្នាំងក្តៅហើយយើងត្រូវដាក់ប្រេងឆាចូលប្រេងឆាប្រហែលជាបរិមាណល្មមទៅបន្ទាប់ពីយើងដាក់ប្រេងឆាហើយយើងចាប់ដើមដាក់បន្លែចូលមកបន្លែខ្ញុំជួយកាន់មកអត់អីទេចឹងដូចជាបបាដួសមកឡើងដៃខ្ញុំអ្នកដាក់ចូលវិញអូខេនេះយើងចាប់ដើមដាក់បន្លែចូលយើងចាស់វាឲ្យសព្វបន្លែដើម្បីឲ្យវាមានភាពទន់នៃបន្លែជួយបដាចាឲ្យមានការខ្ចាយចេញពីអំស៊ីកុំធ្វើឃើញណាអូខេនេះខ្ញុំនឹងធ្វើការឲ្យមើលថាស្នាដៃរបស់ខ្ញុំវាយ៉ាងម៉េចកម្រមានអ្នកបានធ្វើស្នាដៃរបស់ខ្ញុំណាព្រោះខ្ញុំការងាររវល់ខ្ញុំគួរដឹងហើយបន្ទាប់ពីយើងឆាបន្លែឲ្យមានភាពទន់ល្មើយហើយយើងនឹងដាក់សាច់គោចូលតាមក្រោយពីភ្លេចការងារអូខេឥឡូវនេះបន្ទាប់ពីយើងបានឆាបន្លែជាមួយក៏ដូចជាសាច់ចូលគ្នាហើយយើងចាប់ផ្ដើមដាក់ទឹកបរិមាណទឹកគឺយើងដាក់មួយល្មមឲ្យវាសមអាម៉ាត់ជាមួយនឹងបន្លែហើយសាច់បន្ទាប់ពីដាក់ទឹកហើយយើងធ្វើការរំងាស់វាដើម្បីឲ្យបន្លែជាមួយនឹងសាច់ឆ្អិនហើយតែកុំភ្លេចដាក់ភ្លើងល្មមបានណាអ្នកទាំងអស់គ្នាអូខេបន្ទាប់ពីឆ្អិនសាច់បន្លែហើយយើងធ្វើការបិទភ្លើងវាសិនហើយបន្ទាប់មកយើងធ្វើការប្រើជាមួយនឹងដុំស៊ីជូរបស់យើងអូខេនៅពេលដែលយើងបើកមកអ្នកទាំងអស់គ្នាគឺឃើញបែបនេះមានពីរទៅមានពីរកញ្ចក់បែបនេះអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើការខែកវាជា2អូខេបន្ទាប់មកក្នុងឆ្នាំងនេះយើងអាចញ៉ាំប្រហែលជាគ្នា4នាក់បាន3ទៅ4នាក់អញ្ចឹងយើងអាចប្រើម្ដុំនេះហ្មងទៅអូខេបន្ទាប់ពីយើងដាក់ដុំស៊ីជូររបស់យើងហើយយើងធ្វើការកូរវាឲ្យសព្វឥឡូវនេះឃើញថាស៊ុបរបស់យើងគឺឆ្អិនរួចរាល់ហើយក៏ដូចជាតែងដូចអ្វីដែលយើងនិយាយដែរអញ្ចឹងតោះយើងចាប់ដើមដួសដាក់ចានទាំងអស់គ្នាឥឡូវហ្នឹងគឺថាសុំភ្លក់ឯណាឈ្ងុយមែនតើអូតំណងអានេះក៏បាត់យើងភ្លក់សាច់ច្រើនណាមានបន្លែដែរតាមានរំណាគ្រឿងហ្នឹងល្មមចាំដូចជាអត់បាច់ចាំថែមអំបិលវាចេញស្ករទេមិនបាច់យើងប្រើតែផល Top Value តែទាំងអស់គ្នាឃើញថាមុខម្ហូបយើងនៅក្នុងថ្ងៃនេះគឺថាមានរសជាតិឆ្ងាញ់ហើយងាយស្រួលចម្អិនមែនតើគឺដោយសារតែយើងមានដុំការីស៊ីជូផលិតផល Top Value អញ្ចឹងអ្នកទាំងអស់គ្នាអាចមករកដុំការីស៊ីជូនេះក៏ដូចជាផលិតផល Top Value ផ្សេងទៀតនៅផ្សារទំនើប Eon ទាំង3សាខាទីតាំងចំផ្ទាល់ដីកន្លែងលក់ផលិតផល Top Value ឬក៏អាចបញ្ជាទិញតាម Eon Online ក៏បានដែរវីដេអូយើងក្នុងថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ហើយសូមអរគុណឆាប់ដែលបានចូលរួមនៅក្នុងថ្ងៃនេះហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូយើងពីដើមរហូតដល់ចប់
ជួបគ្នានៅវីដេអូក្រោយបាយបាយ